ហើយអ្វីបានជាអាំងហែទឹកពណ៌ខ្មៅអាចមានតម្លៃថ្លៃជាងអាំងធម្មតា$10,000អ្នកត្រូវយល់ថាអាំងហែទឹកមានការពេញនិយមប៉ុណ្ណានៅសហរដ្ឋអាមេរិកមានអាំងហែទឹកឯកជនរាប់លាននៅទូទាំងប្រទេសជាមធ្យមវាស្មើនឹងអាំងហែទឹកឯកជនមួយសម្រាប់ជនជាតិអាមេរិករាប់សិបនាក់នៅកន្លែងខ្លះអាំងហែទឹកស្ទើរតែមានជាទូទៅដូចកង់ដែលចតនៅខាងក្រៅផ្ទះរបស់មនុស្សដែរដូច្នេះមនុស្សមួយចំនួនអាចឆ្ងល់ថាបើគ្រាន់តែធ្វើឲ្យអាំងហែទឹកមានពណ៌ខ្មៅហេតុអ្វីបានជាវាថ្លៃម្ល៉េះការពិតគឺថាផ្នែកដែលថ្លៃមិនមែនជាពណ៌នោះទេវាគឺជាការពិតដែលថាផ្ទៃពណ៌ខ្មៅនេះត្រូវតែនៅក្រោមទឹករាប់ឆ្នាំខណៈពេលដែលត្រូវប្រឈមនឹងពន្លឺព្រះអាទិត្យខ្លាំងឃើរីនការដុសខាត់ជាប្រចាំនិងការផ្លាស់ប្ដូរសម្ពាធទឹកថ្នាំលាបពណ៌ខ្មៅធម្មតាមិនអាចទប់ទល់នឹងបរិស្ថានបែបនោះបានទេយូរទៅវាអាចរបបហើរពណ៌ប្រែជាល្អក់ឬមានស្នាមប្រឡាក់អ្វីដែលធ្វើឲ្យវាកាន់តែពិបាកនោះគឺពណ៌ខ្មៅមិនលាក់កំហុសទេប្រសិនបើបាតអាំងមិនស្មើគ្នាសូម្បីតែបន្តិចឬប្រសិនបើជ្រុងមិនត្រូវបានបញ្ចប់យ៉ាងល្អឥតខ្ចោះនៅពេលដែលទឹកចូលពន្លឺនិងរលកនឹងធ្វើឲ្យកំហុសទាំងនោះលេចធ្លោឡើងសូម្បីតែពីការភាពទំហំពន្ធរំចូលតូចមួយក៏អាចមើលឃើញយ៉ាងច្បាស់នៅលើផ្ទៃអាំងពណ៌ខ្មៅដែរដូច្នេះតម្លៃពិតប្រាកដនៃអាំងហែទឹកពណ៌ខ្មៅគឺមកពីសម្ភារៈការងារដោយដៃនិងរឹមនៃកំហុសទាបបំផុតចុះហេតុអ្វីបានជាមនុស្សនៅតែសុខចិត្តចំណាយលុយច្រើនម្ល៉េះទៅលើវាពីព្រោះពួកគេមិនត្រឹមតែចំណាយសម្រាប់កន្លែងហែទឹកប៉ុណ្ណោះទេពួកគេកំពុងចំណាយសម្រាប់ឥទ្ធិពលដែលមើលឃើញដ៏មានឥទ្ធិពលបាត់អាំងពណ៌ខ្មៅស្រូបយកពន្លឺកាន់តែច្រើនធ្វើឲ្យទឹកមើលទៅកាន់តែជ្រៅងឹតនិងស្ងប់ស្ងាត់គែមអាំងហាក់ដូចជាបាត់ហើយនៅពេលដែលអ្នកឈរក្បែរវាអាចពិបាកក្នុងការវិនិច្ឆ័យថាវាជ្រៅប៉ុណ្ណាវាមិនមើលទៅដូចជាអាំងហែទឹកធម្មតាទេវាមើលទៅដូចជាកញ្ចក់ពណ៌ខ្មៅដែលឆ្លាក់ចូលក្នុងទីធ្លាខាងក្រោយហើយនោះហើយជាមូលហេតុដែលវាបានក្លាយជានិន្នាការក្នុងចំណោមម្ចាស់ផ្ទះអ្នកមាននៅក្នុងសហរដ្ឋអាមេរិក